និទានមួយដើម្បីជាគំនិតកូនចៅមានសត្វកង្កែបនៅនឹងស្រះនៅនឹងវត្តប្រសង់ណានៅទុំលើស្លឹកឈូកចឹងឃើញប្រសង់និមន្តទៅបិណ្ឌបានចង្ហាន់មកឆាន់គេគិតថាប្រសង់ស្រួលបានចង្ហាន់ឆាន់ស្រាប់ហ្មងមុនទៅបាទមកឆាន់ហ្មងអញ្ចឹងអញចង់ធ្វើជាលោកសង្ឃបិណ្ឌបាតកែបហ្នឹងគេនឹកចង់អញ្ចឹងស្រាប់តែដល់តែពេលប្រសង់ឆាន់រួចលៀងបាតណាជះទៅវាមានមន់វាមកស៊ីហ្នឹងគេថាមន់នេះស្រួលជាងលោកទៀតបាក់ទៅរោអញ្ចឹងអញចង់ធ្វើមន់វិញចង់ធ្វើមន់ស្រួលជាងលោកនៅពេលនោះមានឆ្កែវាទៅដដើមមន់ហ្នឹងរត់ទៅខ្លាចឆ្កែកែបហ្នឹងគេថាឆ្កែនេះខ្លាំងជាងមន់ទៀតណោះមន់ខ្លាចរត់អញ្ចឹងអញចង់ទៅឆ្កែវិញហ្នឹងហើយមានបារម្ភម្នាក់ដើរទៅឆ្កែហ្នឹងវាហួងហែងបាយវាហ្នឹងអញ្ចឹងទៅវាឃើញមនុស្សដើរទៅវាខ្លាចតែមនុស្សហ្នឹងដេញវាណាមានដបងនៅដៃផងដល់អញ្ចឹងវាសាកក៏ហឹមដាក់មនុស្សហ្នឹងឯងដើម្បីថាវាមានចកោមដែរហ្នឹងឯងក៏ហឹមងឹលដាក់មនុស្សថាយីអានេះអញមានធ្វើអីវាក៏ហឹមដាក់អញយាដំបងហ្មងឆ្កែឃើញតែយាដំបងរត់ដល់អញ្ចឹងអង្កែទៅឃើញទស្សនភាពហ្នឹងវាថាអូមនុស្សកាន់ដបងនេះខ្លាំងជាងឆ្កែទៀតវើអញ្ចឹងអញប្រាថ្នាជាមនុស្សកាន់ដបងដល់ទៅមនុស្សកាន់ដបងហ្នឹងមកអង្គុយមាត់ស្រះហ្នឹងឯងអង្គុយទៅរុយវាទៅរោមមនុស្សហ្នឹងបក់ចុះបក់ឡើងបក់ចុះបក់ឡើងយីអារុយនេះចង្រៃរោមអញរត់អង្គុយឲ្យស្រួលមិនបានក៏ដើរចេញពីទីកន្លែងហ្នឹងទៅអង្កែបហ្នឹងគេថារុយនេះខ្លាំងជាងមនុស្សកាន់ដបងទៀតអញ្ចឹងប្រាថ្នាជារុយវិញឬកើតជារុយហើយក៏ស្រាប់តែពេលហ្នឹងរុយគេទៅទុំចង់ច្រមុះអង្កែបហ្នឹងតែហ្មងដល់ទុំចង់ច្រមុះអង្កែបហ្នឹងគេលៀនដាត់វឹបចាប់រុយហ្នឹងបានហើយក៏លេបចូលទៅពេលហ្នឹងគេដឹងថាអត់មានណាខ្លាំងជាងអញទៀតទេណាអញ្ចឹងក៏ឈប់ប្រាថ្នាជាស្អីទៀតហើយនេះជាប់ប៉ុណ្ណឹងហើយឲ្យកូនចៅស្ដាប់អញ្ចឹងទៅនិទានហ្នឹងបានជាក្តីថាម៉េចណាសំខាន់ណាស់ណាកូនចៅសំខាន់សម្រាប់ខ្លួនឯងណាយើងកុំចេះតែសម្លឹងប្រៀបផ្ទឹមខ្លួនយើងទៅនឹងអ្នកដទៃត្រង់ដែលថាអ្នកដទៃមានអីហើយយើងចេះតែកើតទុកត្រង់ដែលថាយើងអត់មានអ្វីដូចអ្នកដទៃតាមពិតណាយើងមិនចាំបាច់មានអ្វីច្រើនទៅដូចអ្នកដទៃទេសូមឲ្យតែយើងចេះធ្វើនៅអ្វីដែលយើងមាននេះឲ្យល្អឲ្យសំខាន់សម្រាប់ខ្លួនយើងអានេះឯងដែលកូនចៅត្រូវស្ដាប់ឲ្យយល់នៅក្នុងនិទានជាកតិនឹងឯងណាសំខាន់សម្រាប់ខ្លួនយើងមានភ្នែកយើងអាចមើលអ្វីឲ្យបានប្រយោជន៍យើងកុំចេះតែមើលទៅដោយអត់ពិចារណាខាតពេលវេលាខាតការសិក្សារៀនសូត្រខាតការចេះដឹងយើងត្រូវមើលឲ្យបានការចេះដឹងគឺមើលមេរៀនលោកគ្រូអ្នកគ្រូដាក់ឲ្យទៅពីព្រោះជីវិតរបស់យើងនៅក្នុងកណ្ដាប់ដៃរបស់យើងណាវាសនាអនាគតរបស់យើងហ្នឹងណានៅក្នុងកណ្ដាប់ដៃយើងណាតែយើងមិនប្រឹងពេលវេលាហ្នឹងត្រូវអស់ទៅណាកូនចៅដឹងទេយើងមិនមែនមានជីវិតរស់នៅច្រើនប្រមាណទៅទេ